បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលនិយមតាមដាននីតិប្រវត្តិមេដឹកនាំល្បីៗនៅក្នុងពិភពលោកនៅថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិបន្តទៀតនោះគឺប្រវត្តិលោកសូស៊ីប្រូដែលយើងហៅថាទីតោមកជម្រាបជូនដល់ពុកម៉ែបងប្អូនបន្តទៀតដូច្នេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទដូចតទៅមិត្តរួមគុកឈ្មោះមូសាពីសាដេបានខិតខំជាពិសេសដើម្បីបង្រៀនយុវជនប្រុសនៅគំនិតជាមូលដ្ឋាននៃលទ្ធិកុម្មុយនីសដោយយល់ឃើញថាគាត់អាចក្លាយជាមេដឹកនាំបកនាពេលអនាគតទើបតែគ្រប់ពេលបើប្រុសពុំជាប់ដៃនៅឯរោងចក្រអគ្គិសនីក្នុងគុកទេបើគាត់មិនអានក៏ប្រជុំជាមួយអ្នកទោសដូចគ្នាក្រោមការណែនាំរបស់ពីសាដេដែរនៅពេលពួកគេបញ្ចប់ការប្រជុំជាញឹកញាប់ណាស់ពួកគេកាន់ដៃគ្នាច្រៀងចម្រៀងកុម្មុយនីសអង់តែណាសូណាល់ដែលជាបទភ្លេងកុម្មុយនីសល្បីល្បាញលើពិភពលោកនាគ្រានោះឆ្នាំ1934ប្រុសត្រូវបានគេដោះលែងឲ្យចេញពីគុកគាត់បានបង្ហាញអារម្មណ៍តិចតួចចំពោះការចាប់ខ្លួនគាត់ដោយក្រោយមកគាត់បានសរសេរថាជារឿងធម្មតាទេដែលថានៅពេលគេចាប់ខ្លួនខ្ញុំគេអាចដាក់ខ្ញុំក្នុងគុកខ្ញុំនឹងធ្វើដូចគេនៅពេលកាន់អំណាចគាត់បានចាប់មនុស្សជាច្រើនដាក់គុកដោយធ្វើទុកទោសលើពួកគេអាក្រក់ខ្លាំងជាងគាត់ធ្លាប់ទទួលក្នុងគុកទៅទៀតក្រោយចាក់ចេញពីគុកគាត់បានធ្វើដំណើរទៅទីក្រុងមូស្គូជាបេះដូងនៃលទ្ធិកុម្មុយនីសនៅគ្រានោះដើម្បីការពារខ្លួនឯងពីអាញាធរយូហ្គោស្លាវីគាត់បានចាប់ផ្ដើមពាក់គ្រឿងក្លែងមុខគាត់បានប្រើឈ្មោះជាច្រើនដូចជាឈ្មោះទីតូដែលគាត់យកមកប្រើជារៀងរហូតសម្រាប់រំលឹកជីវិតរបស់គាត់ក្នុងពេលទីតូស្ថិតនៅក្នុងក្រុងមូស្គូមេផ្ដាច់ការសូវៀតសូសេស្តាលីនបានចាប់ផ្ដើមធ្វើវិសុទ្ធកម្មក្នុងបកយ៉ាងធំដោយបាននាំទៅកាត់ទោសនិងប្រហារជីវិតនៅមេដឹកនាំកុម្មុយនីសជាច្រើនដែលគាត់ពុំទុកចិត្តជនជាតិយូហ្គោស្លាវីប្រមាណ800នាក់ត្រូវបានគេសម្លាប់តែទោះជាយ៉ាងណាក្តីទីតូបានគេចផុតពីសេចក្តីស្លាប់ដោយរន្ធត់នឹងអ្វីដែលគាត់បានឆ្លងកាត់គាត់បានវិលទៅយូហ្គោស្លាវីវិញជាមួយនឹងការបដិញ្ញាក្នុងចិត្តថាគាត់នឹងនៅឯករាជ្យពីការគ្រប់គ្រងរបស់ស្តាលីននៅពេលដែលគាត់នៅប្រើវត្ថុក្លែងមុខដើម្បីគេចពីប៉ូលីសយូហ្គោស្លាវីគាត់បានចាប់ផ្ដើមប្រមូលមនុស្សនៅជុំវិញគាត់បានមួយក្រុមតូចក្រោយមកនៅឆ្នាំ1937ទីតូបានកាន់តំណែងជាអគ្គលេខាធិបតីកុម្មុយនីសយូហ្គោស្លាវីនៅពេលនោះគណៈបកខុសច្បាប់នេះប្រហែលជាបញ្ចូលសមាជិកបន្ថែម 6,000 នាក់ហើយ 30,000 នាក់ទៀតបានចុះឈ្មោះចូលក្នុងសម្ព័ន្ធយុវជនកុម្មុយនីសសមាជិកស្ទើរតែទាំងអស់បានធ្វើសកម្មភាពជាសម្ងាត់ដោយពុំបញ្ចេញឲ្យគេដឹងថាជាសមាជិកបកឡើយក្រោមជំនួយពីទីតូជនកុម្មុយនីសយូហ្គោស្លាវីប្រមាណ 1,300 នាក់បានធ្វើដំណើរទៅកាន់អេហ្វាញដើម្បីវាយប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលនៅប្រទេសនោះទោះជា
មេដឹកនាំហ្វាស៊ីស Francisco Franco ក្រោមការជួយពីអ៊ីតាលីនិងមូសូលីនីឈ្នះសង្គ្រាមក៏ដោយក៏យុវជនយូហ្គោស្លាវីបានបង្កើនបទពិសោធន៍យោធាដ៏មានតម្លៃយ៉ាងច្រើនដែរបទពិសោធន៍ប្រយុទ្ធនិងបង្ហាញឲ្យឃើញសារៈសំខាន់ចាំបាច់ដល់បុព្វហេតុលទ្ធិកុម្មុយនីសក្នុងមាតុភូមិផ្ទាល់របស់គេនៅថ្ងៃទី1 កញ្ញាឆ្នាំ1939កងទ័ពអាល្លឺម៉ង់របស់អាដូលអ៊ីតាលីបានចាប់ផ្ដើមការវាយប្រហារវិនាសហិនហោចទៅលើប្រទេសប៉ូឡូញសង្គ្រាមលោកលើកទី2បានចាប់ផ្ដើមមកទល់នឹងពេលនេះតាលីននិងអ៊ីតាលីនៅជាសម្ព័ន្ធមិត្តនឹងគ្នានៅឡើយទេជនកុម្មុយនីសជុំវិញពិភពលោកស្ថិតនៅស្ងាត់ស្ងៀមមិនចេញស្ដីដោយសង្ឃឹមទុកឲ្យរុស្ស៊ីស្ថាបនាកម្លាំងយោធាឲ្យខ្លាំងតាមដែលអាចធ្វើទៅបានទោះជាពួកណាស៊ីអ៊ីតាលីសាហាវឃោឃៅយ៉ាងណាក្ដីសូម្បីតែនៅពេលកងទ័ពអាល្លឺម៉ង់ចូលឈ្លានពានយូហ្គោស្លាវីក្ដីក៏ទីតូពុំបានអំពាវនាវធ្វើសង្គ្រាមជាចំហប្រឆាំងពួកគេនៅឡើយទេក្រោយមកនៅខែមិថុនាឆ្នាំ1941ហ៊ីតលឺបានបន្តចូលឈ្លានពានរុស្ស៊ីទៀតពួកកុម្មុយនីសរបស់ទីតូបានហក់ចូលប្រយុទ្ធយ៉ាងរស់រាន់ប្រឆាំងនឹងពួកឈ្លានពានណាស៊ីព្រមទាំងប្រឆាំងកងទ័ពអ៊ីតាលីហុងហ្គ្រីនិងបុលហ្គារីដែលសុទ្ធតែជាប្រទេសសង្ឃឹមថានឹងទទួលបានចំណែកទឹកដីយូហ្គោស្លាវីទៀតផងពួកកុម្មុយនីសរបស់ទីតូដែលត្រូវបានគេស្គាល់ថាជាពួកផាធីសាមគ្មានមធ្យោបាយណាក្រៅតែពីប្រឡូកក្នុងសមរភូមិប្រឆាំងនឹងកងកម្លាំងឈ្លានពានឡើយនៅខេត្តក្រូអាស៊ីកងទ័ពមួយបានត្រូវបង្កើតឡើងសម្រាប់វាយបណ្ដេញពួកណាស៊ីតែក៏ទទួលបានឯករាជ្យពីពួកយូហ្គោស្លាវីដែរកងទ័ពមួយទៀតដែលគេហៅថាឆេតនិកបានទាមទារឲ្យរដ្ឋាភិបាលចាស់ដែលធ្លាប់គ្រប់គ្រងសេប៊ីម្ដងនោះមកកាន់អំណាចវិញពួកឆេតនិកដែលដឹកនាំដោយសប្រាំដ្រាសាមីហៃឡូវិចបានទទួលការគាំទ្រពីចក្រភពអង់គ្លេសនិងអាមេរិកជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទីតូសូម្បីតែស្តាលីនក៏គិតដូចគ្នាថាពួកឆេនិកជាកងកម្លាំងដ៏ធំអាចទប់ទល់នឹងអ៊ីតាលីបានជួនកាលមីហៃឡូវិចបានទទួលការកោតសរសើរក្នុងសារព័ត៌មានចំពោះជ័យជំនះដែលពួកផាធីកសានរបស់ទីតូដណ្ដើមបានយ៉ាងពិតប្រាកដទោះជាយ៉ាងណាមិនយូរប៉ុន្មានក្រោយមកអាដូលហ៊ីតលឺបានសម្គាល់ឃើញថាគឺទីតូដែលជាសត្រូវមានឥទ្ធិពលបំផុតនៅក្នុងយូហ្គោស្លាវីចាប់តាំងពីឆ្នាំ1941ដល់ឆ្នាំ1943មេដឹកនាំណាស៊ីបានធ្វើការវាយប្រហារធំ7 លើកទៅលើពួកផាធីសានដោយបានសម្លាប់ពួកគេជាង 6000 នាក់ទីតូខ្លួនឯងក៏ត្រូវរបួសធ្ងន់នៅពេលមួយទីតូនិងកងកម្លាំងឧទាមរបស់គាត់បានអត់អាហារអស់ជាច្រើនថ្ងៃពួកគេបានលាក់ខ្លួននៅតាមភ្នំដោយពុំសុខចិត្តចុះចាញ់ឡើយពួកគេបន្តធ្វើសង្គ្រាមឆ្លងប្រឆាំងពួកណាស៊ីយ៉ាងក្លាហានជាបណ្ដាទំហំកងទ័ពរបស់ទីតូកាន់តែរីកធំឡើងរហូតដល់ឆ្នាំ1943គាត់មានកម្លាំងរាប់សែននាក់
ជាការឆ្លើយតបអ៊ីតាលីបានចេញបញ្ជាឲ្យធ្វើការវាយប្រហារដោយផ្លេចបន្ទូលទៅលើពួកផាធីសានពេលនោះគាត់ប្រើកងពលរថក្រោះនិងកងទ័ពឆ័ត្រយួងដែលលោតទម្លាក់មកពីលើយន្តហោះទីតូខ្លួនឯងបានគេចផុតពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះទោះជាចាញ់សង្គ្រាមយ៉ាងធ្ងន់ធ្ងរក៏ដោយក៏ពួកផាធីសាននៅតែបន្តប្រយុទ្ធនៅឆ្នាំ1943អ៊ីតាលីបានសារភាពចរចាញ់កងទ័ពសម្ព័ន្ធមិត្តបន្ទាប់ពីនោះភ្លាមទីតូបានបង្កើតរដ្ឋាភិបាលថ្មីសម្រាប់យូហ្គោស្លាវីទាំងមូលដោយប្រកាសខ្លួនឯងជាសេនាប្រមុខរបស់ប្រជាជនជាតិថ្មីនេះ Winston Churchill និង Joseph Stalin ចង់ឲ្យពួកឆេណេតរបស់មីហាយឡូវីកចែកអំណាចគ្រប់គ្រងប្រទេសស្មើគ្នាតែក្នុងកិច្ចប្រជុំជាមួយមេដឹកនាំទាំងពីរទីតូបញ្ជាក់ច្បាស់ថាគឺគាត់តែឯងដែលជាអ្នកគ្រប់គ្រងប្រទេសនៅពេលដែលសង្គ្រាមចប់ជាស្ថាពរដោយមិនសប្បាយចិត្តនិងចូលចិត្តបង្ករឿងតាលីនបានបង្ហាញការមិនសប្បាយចិត្តជាចំហដាក់មេដឹកនាំយូហ្គោស្លាវីតែទោះជាយ៉ាងណាទីតូបានរក្សាចំហរបស់ខ្លួនដោយពុំអោនក្បាលឡើយនៅទីឃារដូវឆ្នាំ1945អាល្លឺម៉ង់ណាស៊ីបានដួលរលំគ្រីងអ៊ីតាលីបានត្រូវស្លាប់ដោយសារការធ្វើអត្តឃាតក្នុងពេលជាមួយគ្នាទីតូបានក្តោបក្តាប់អំណាចទាំងស្រុងនៅយូហ្គោស្លាវីចំណាត់ការភ្លាមដំបូងរបស់គាត់បានធ្វើឲ្យប្រជាជនជុំវិញពិភពលោកខឹងសប្បាដំបូងគាត់បានចាប់មីហាយឡូវីកទៅកាត់ទោសពីបទក្បត់ជាតិនិងសម្លាប់ចោលគាត់បានបញ្ជាឲ្យគេចាប់មេសាសនាកាយតូលិកមកពីក្រៅអាស៊ីទៅដាក់គុកដោយសារការរួមសហការរបស់មេសាសនារូបនេះជាមួយនឹងពួកណាស៊ីក្នុងអំឡុងពេលសង្គ្រាមទង្វើនេះបានធ្វើឲ្យពួកកាតូលិកនៅអឺរ៉ុបនិងអាមេរិកទូកំហឹងយ៉ាងខ្លាំងទីបំផុតទីតូបានទាមទារឲ្យគេប្រគល់ក្រុងទ្រីតេរបស់អ៊ីតាលីនិងឆ្នេរសមុទ្រអាឌ្រីយ៉ាទិកមកយូហ្គោស្លាវីវិញ